សួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះអ្នកគ្រូលើកយកលំហាត់មួយដែលតាក់ទងជាមួយនឹងការដោះស្រាយប្រព័ន្ធសមីការតាមវិធីជំនួសមកបង្ហាញដល់បងប្អូនទាំងអស់គ្នាចាអញ្ចឹងក៏លេខមកមើលលំហាត់របស់យើងគេឲ្យប្រព័ន្ធសមីការមកមួយអញ្ចឹងដើម្បីធ្វើការដោះស្រាយតាមវិធីជំនួសបងប្អូនទាំងអស់គ្នាត្រូវទាញរកអាញ្ញត្តិពីក្នុងសមីការមួយណាក៏បាននៅក្នុងចំណោមសមីការទាំងពីរហ្នឹងចាឥឡូវអ្នកគ្រូលើកយកសមីការទី1មកធ្វើការទាញរកអាញ្ញត្តិអញ្ចឹងសមីការទី1របស់យើងគឺ y បូកជាមួយនឹង6ស្មើនឹង3x នៅក្នុងការទាញរកអាញ្ញត្តិនេះបងអូនអាចទាញរក x ក៏បានឬក៏ y ក៏បានដែរប៉ុន្តែអ្នកគ្រូសុំទាញរក y អញ្ចឹងអ្នកគ្រូទាញរក y ទៅបាន y ស្មើនឹង 3x អ្នកគ្រូបោះ6ទៅអង្គទី2ដកនឹង5 6បន្ទាប់ពីយើងទាញរក y ហើយយើងអាចធ្វើការជំនួសចូលនៅក្នុងសមីការទី2អញ្ចឹងអ្នកគ្រូដាក់ថាជំនួសចូលជំនួសក្នុងជំនួសក្នុងសមីការទី2ចាអញ្ចឹងសមីការទី2របស់យើងអ្នកគ្រូសរសេរឡើងវិញសិនសមីការទី2របស់យើងគឺ 9x ដកនឹង 2y ប៉ុន្តែកន្លែង y អ្នកគ្រូសូមជំនួសវាដោយ y ស្មើនឹង 3x ដក 6អញ្ចឹងអ្នកគ្រូបើកវងកញ្ចក់មកដោយសារវាមាន2តួ 3x ដកនឹង5 6ស្មើនឹង3ចាអញ្ចឹងបន្តមកទៀតយើងធ្វើការដោះស្រាយទាញរកអាញ្ញត្តិ x អញ្ចឹងអ្នកគ្រូបាន 9x យើងគុណដក2បញ្ចូលមកអញ្ចឹងអ្នកគ្រូបានដក 6x អានេះយើងគុណដក2បញ្ចូលដកប៉ះដកវាទៅជាបូកអញ្ចឹងបូកនឹង12ស្មើនឹង3កន្លែងនេះយើងស៊ីសងវាមក 9x ដកនឹង 6x វានៅសល់3x អញ្ចឹងអ្នកគ្រូបាន 3x 12យើងអាចបោះវាទៅអង្គទី2ទៅបានដក12អញ្ចឹង3ដក12នៅសល់ដក9អ្នកគ្រូទាញរក x អញ្ចឹងនាំឲ្យ x ស្មើនឹងដក9ចែកនឹង3អញ្ចឹងយើងចែកលេខនឹងមកគឺស្មើនឹងដក3អញ្ចឹងតម្លៃ x របស់យើងឃើញដក3បន្ទាប់មកទៀតយើងយកដក3ទៅជួសជុលនៅកន្លែង y ដែលយើងទាញរកនេះអញ្ចឹងអ្នកគ្រូដាក់ថាយកx ស្មើនឹងដក3ជួសជុលនេះកន្លែង y របស់យើងនេះអញ្ចឹងអ្នកគ្រូតាំងវាដោយសមីការទី1ចុះកន្លែងហ្នឹងបន្ទាប់មកអ្នកគ្រូបាន y ស្មើនឹង 3x អញ្ចឹងដោយសារ x របស់យើងស្មើដក3អញ្ចឹងអ្នកគ្រូបាន3កតាឲ្យដក3ដកនឹង5 6អញ្ចឹងយើងធ្វើការស៊ីសងលេខហ្នឹងមក3គុណនឹងដក3វាទៅជាដក5ដក9បន្ទាប់មកយើងដកនឹង6យើងកណនីលេខហ្នឹងមកគឺស្មើនឹងដក15ចាអញ្ចឹងតម្លៃ y របស់យើងគឺស្មើនឹងដក15អញ្ចឹងបងប្អូនទាំងអស់គ្នាដើម្បីឲ្យកាន់តែច្បាស់យើងអាចយកតម្លៃ x និង y ហ្នឹងទៅជំនួសចូលសមីការរបស់យើងដើម្បីធ្វើការផ្ទៀងផ្ទាត់ចាអញ្ចឹងអ្នកគ្រូដាក់ដូចនេះx ស្មើនឹងដក3y ស្មើនឹងដក15ជាចម្លើយរបស់ប្រព័ន្ធសមីការចាអញ្ចឹងលំហាត់របស់អ្នកគ្រូបានឈានមកដល់ទីបញ្ចប់ហើយអ្នកគ្រូសង្ឃឹមថាបងប្អូនទាំងអស់គ្នានឹងយល់ហើយនឹងយកលំហាត់នេះទៅអនុវត្តបន្ថែមទៀតចាសូមអរគុណ